មានបងប្អូនភាគច្រើនតែងតែមើលរំលងជាមួយនឹង power bank តូចៗដោយសារពួកគាត់គិតថា power bank តូចៗចឹងទំហំថ្មអត់គ្រប់អីចឹងទៅប៉ុន្តែចំពោះ power bank នេះបងប្អូនអត់ចាំបាច់បារម្ភទេគឺទំហំថ្មគ្រប់តែម្ដងប៉ុន្តែចំពោះ power bank មួយនេះឃើញតូចចឹងបងប្អូនអត់ចាំបាច់បារម្ភទេគឺទំហំថ្ម10000មិលីអាំពែពេញហើយអ្វីដែលសំខាន់នឹងគឺមានរូបរាងតូចហើយស្ដើងមែនទែនហើយអ្វីដែលសំខាន់នឹងគឺមានរូបរាងតូចហើយស្ដើងហើយអាចសាក wireless ក៏បានសាកខ្សែក៏បានដែរបងប្អូនហើយចំពោះល្បឿន wireless ហ្នឹងគឺបងប្អូនអាចសាកបានល្បឿន15 វ៉ាត់គឺជាល្បឿនស្តង់ដារអត់ធ្វើឲ្យប៉ះពាល់ទៅដល់ថ្មទូរស័ព្ទរបស់បងប្អូនទេហើយអ្វីដែលសំខាន់ហ្នឹងនៅក្នុងតួខ្លួនហ្នឹងគេបានបំពាក់មកជាមួយនឹង 14 strong magnetic គឺជាបច្ចេកវិទ្យាមួយដែលជំនួយទៅដល់ការឆក់រវាង power bank ជាមួយនឹងទូរស័ព្ទហ្នឹងឲ្យកាន់តែឆក់បានខ្លាំងមួយកម្រិតទៀតអញ្ចឹងតើតើនឹងការសាកជាមួយ wireless ហ្នឹងគឺឆក់ជាប់ល្អមែនតើហើយគេក៏បានបំពាក់មកជាមួយនឹង chip ដើម្បីការពារប្រព័ន្ធសុវត្ថិភាពអំឡុងពេលសាកផងដែរហើយសម្រាប់ power bank ហ្នឹងក៏មានរុនចំនួន2ផងដែរបងប្អូនដោយបងប្អូនបានឃើញអញ្ចឹងមានរុនចំនួន2មាន Type C មួយជាមួយនឹង Lightning មួយអញ្ចឹងសម្រាប់ការសាកដោយប្រើខ្សែហ្នឹងវាអាចសាកបានល្បឿន 22.5 វ៉ាត់សម្រាប់ល្បឿនហ្នឹងក៏ជាល្បឿនស្តង់ដារត្រឹមត្រូវដែរបងប្អូនអត់ចាំបាច់ភ័យបារម្ភទេអញ្ចឹងបើសិនជាបងប្អូនចាប់អារម្មណ៍ជាមួយនឹង power bank មួយនេះបងប្អូនអាចបញ្ជាទិញតាមរយៈវីដេអូនេះបានអរគុណបងប្អូនទាំងអស់គ្នា